បាទសួស្តីបងប្អូនបាទមហូបមុខនេះវាប្លែកទៀតបងប្អូនបាទប្លែកចំពោះបងប្អូនណាដែលបានធ្វើហូបបាទធ្លាប់ធ្វើហូបបាទមហូបនេះគឺសាមញ្ញរបស់យើងបាទគឺត្រីប្រហើមហៅត្រីប្រាសំយ៉ុងបងប្អូនបាទត្រីប្រាសំយ៉ុងបើយើងរត់អូនយើងយកទៅចំហុយយកទៅទូបទំពងយកទៅអាំងយកស្លអញ្ចឹងទៅបាទនេះយើងយកមកឆាបងប្អូនបាទយកមកឆាជូរបាទឆាជូរអែមបងប្អូនធ្វើអញ្ចឹងទៅឆ្ងាញ់ណាស់បងប្អូនវាជាតិប្រៃអីក៏វាលុបដិតអស់ទៅវាឆ្ងាញ់មកបែបទៅបងប្អូនបាទបងប្អូនសាកលមើលមើលបាទធ្វើតាមវិធីខ្ញុំបងប្អូនឆ្ងាញ់មែនតើបាទដូចយើងរៀងជូរហើយយើងផ្អែមបាទជូរអែមហៅថាឆាជូរអែមបងប្អូនបាទនេះមានស្លឹកក្រូចស្លឹកអីចឹងទៅបងប្អូនតាស់មកធ្វើវិធីធ្វើខ្ញុំនេះមានត្រីបងប្អូនបាទត្រីប្រហើមយើងមួយមកបាទត្រីនេះបងគាត់ផ្ញើពីទន្លេមកបងខ្ញុំបាទខ្ញុំមិនដឹងធ្វើអីទេមើលធ្វើឆាជូរអែមនឹងម្ដងមកបងប្អូនបាទខ្ញុំធ្លាប់ធ្វើម្ដងដែរហើយបងប្អូនបាទនៅធ្វើជាលើកទី2បាទលាងទឹកត្រាំទឹកសិនបងប្អូនអានឹងត្រាំសិនណាព្រោះខ្ញុំមិនបានធ្វើទៅបាទត្រាំទឹកឲ្យស្អាតហើយលាងទឹកពី3ទឹកឲ្យស្អាតមកយើងយកមកបំពងបាទមានក្រូចឆ្មា2គ្រាប់ដែរបងប្អូនបាទបំពងវាកាត់កងអញ្ចឹងមកបំពងវាក្រៀមមកនេះមានទឹកត្រីដែលយើងធ្វើហើយបងប្អូនលាយគ្រឿងលាយក្រូចស្រេចបាទមានស្លឹកក្រូចមានខ្ទឹមសម្ទេសបាទក្រូចនោះវាញ៉ាត់ថែមអានេះយើងដាក់ចឹងហើយលាយហើយបងប្អូនមកជាមួយទឹកត្រីកោះកុងយើងលាយគ្នាមកលាយគ្រប់គ្រឿងវាចឹងមកបងប្អូនឲ្យមានជូរផ្អែមដិតតិចវាកំប្រើទឹកត្រីបាទព្រោះត្រីយើងវាប្រៃហើយត្រីយើងប្រៃបងប្អូនប្រើដល់ស្ករប៊ីចេងមកនឹងទឹកឆ្អិនរបស់យើងបងប្អូនទឹកឆ្អិនមកហើយច្បាច់ក្រូចឆ្មាកំប្រើទឹកត្រីបាទទឹកត្រីវាបន្ថែមជាតិប្រៃវាលើនឹងទៀតហើយបងប្អូនបាទឆាគ្រឿងនឹងឈ្ងុយមកចាក់គ្រឿងយើងលាយមិញហ្នឹងបងប្អូនបាទគ្រឿងយើងលាយហ្នឹងឆាវាពុះមកចាំយើងដាក់ត្រីដែលយើងបំពងមិញហ្នឹងបាទឆាវាចឹងមកពុះមកបាទហើយត្រីយើងបំពងមកចាក់ឈូចូលចឹងមកបងប្អូនបាទហើយត្រឡប់ក្លិនមកពុះឲ្យវាចូលជាតិជាមួយនឹងជាតិគ្រឿងក្រៅដែលយើងលាយមិញណាបងប្អូនបាទលាយចឹងមកត្រឡប់ក្លិនចឹងមកវាអត់បែកទេព្រោះវាយើងបំពងយើងក្រៀមហើយបងប្អូនបាទមកនេះឆ្ងាញ់បងប្អូនសាកល្មើបងប្អូនចង់ហូបមួយបន្លែក៏បានហូបទទេក៏បានដែរបងប្អូនបាទហូបយើងហូបមិនប្រើបន្លែក៏បានដែរហូបនេះណងណាបងប្អូនឈ្ងុយយូបាយចុះបាយណាហូបនេះបងប្អូនបាទនេះបាទរួចហើយយើងរោយស្លឹកយើងចាំឆ្អិនមកយើងរោយមានស្លឹកខ្ទឹមរោយស្លឹកខ្ទឹមមកខ្ញុំថ្ងៃនេះអត់មានស្លឹកខ្ទឹមបងប្អូនដូចមានតិចតួចដែរខ្ញុំរោយជាមួយនឹងស្លឹកក្រូចសើចបងប្អូនបាទឆ្អិនហើយដួសដាក់ចានហ្នឹងមកបាទទឹកវានឹងចាក់សូពីលើចឹងបងប្អូនបាទនេះគឺស្លឹកខ្ទឹមតិចនិងស្លឹកក្រូចសើចតិចបាទរោយពីលើចឹងមកមើលណាស់យូទំនោរណាបងប្អូនអើយហូបនេះបាយចុះណាស់បងប្អូនបាទបងប្អូនណាធ្លាប់ធ្វើហូបនេះសាកលើមើលបងប្អូនសាកធ្វើវិធីខ្ញុំសាកលើមើលបងប្អូនឆ្ងាញ់តាបាទអរគុណច្រើនបងប្អូនបានទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណជំរាបលាបងប្អូន